អារម្មណ៍ខ្ញុំគឺខ្ញុំរំភើបខ្លាំងបងហើយអ្វីដែលសំខាន់ខ្ញុំបានបញ្ចប់តួនាទីផងខ្ញុំរួចរាល់អស់ហើយអញ្ចឹងខ្ញុំអត់មានអីច្រើនទេខ្ញុំសង្ឃឹមថាអ្នកជំនាន់ក្រោយគឺនឹងធ្វើវាឲ្យបានល្អហើយអ្វីដែលសំខាន់គឺខ្ញុំក៏បានទៅឆាក Miss Cosmo International ម្ដងរួចមកហើយអញ្ចឹងខ្ញុំបានធ្វើឲ្យប្រទេសកម្ពុជាយើងគឺគេស្គាល់ច្រើនខ្លាំងហើយអញ្ចឹងអ្វីដែលសំខាន់ខ្ញុំសង្ឃឹមថាអ្នកជំនាន់ក្រោយទៅនឹងព្យាយាមធ្វើម៉េចដើម្បីឲ្យគេស្គាល់ពីប្រទេសកម្ពុជាឲ្យបានច្រើនជាងនេះខ្ញុំគិតថាខ្ញុំបានធ្វើមកគ្រប់គ្រាន់ហើយបងគឺបានច្រើនហើយអញ្ចឹងខ្ញុំអត់មានអីច្រើនទេដោយសារអីគេខ្ញុំបានទៅដល់ឆាកអន្តរជាតិមិនថាទាំងនៅប្រទេសកម្ពុជាយើងមិនថាទាំង international គឺពួកគាត់បានធ្វើការគ្រប់គ្រងខ្ញុំច្រើនខ្លាំងមែនតើបងចាសម្រាប់ខ្ញុំគឺទទួលបានការងារជាច្រើនខ្លាំងមែនតើនៅឯប្រទេសវៀតណាមហើយដូចនៅពេលខាងមុខនេះក៏ខ្ញុំមានការងារ fashion show ជាច្រើនទៀតអាចនឹង5-6 brand ទៀតដែលខ្ញុំត្រូវទៅដើរឲ្យពួកគាត់នឹងអ្វីដែលសំខាន់ទី1គឺខ្ញុំបានបង្ហាញលើសមត្ថភាពផងខ្ញុំឲ្យគេស្គាល់ថាអូខេខ្ញុំធ្លាប់តែជាមនុស្សម្នាក់ដែលមានការប៊ូលីគឺច្រើនខ្លាំងខ្ញុំបានជួបច្រើនខ្លាំងអញ្ចឹងសម្រាប់ខ្ញុំឥឡូវនេះផងដែរគឺខ្ញុំបានធ្វើឲ្យប្រជាជននៅក្នុងប្រទេសកម្ពុជាគឺគាត់បានទទួលស្គាល់ខ្ញុំច្រើនហើយអ្វីដែលសំខាន់គឺខ្ញុំបានលើកពីវប្បធម៌អរិយធម៌ប្រទេសកម្ពុជារបស់យើងទៅកាន់ឆាកអន្តរជាតិហើយមួយវិញទៀតគឺគេបានស្គាល់ថាអូខេនេះគឺជាស្ត្រីមកពីប្រទេសកម្ពុជាគាត់ពិតជាវ៉ាវខ្លាំងមែនតើសម្រាប់ដែលមានស្ត្រីមួយដែលមកពីប្រទេសកម្ពុជាធ្វើឲ្យពួកគាត់ស្គាល់ក៏ដូចជាដឹងថាពួកខ្ញុំក៏មានសមត្ថភាពដូចគ្នា